សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមាន content ប្លែកទៀតហើយថ្ងៃនេះយើងមកនិយាយគ្នា podcast ចឹងណាជាមួយនឹងបងកើ Hello មានសួរ ភ្លើទេណាសេរីទៅបញ្ចេញថ្មីទៅភ្លើចឹង បើពីមិនដៃសួរបួតិចមក ថ្ងៃនេះយើងមកនិយាយគ្នាអំពីរឿងសង្ក្រាន្តចឹងណាដោយសារចិត្តដល់ថ្ងៃសង្ក្រាន្តហើយជា3-4 ថ្ងៃទៀតទេវាចាំថ្ងៃសង្ក្រាន្តហើយយើងទាំងអស់គ្នាក៏ដឹងដែរថាសង្ក្រាន្តនេះគេមិនឲ្យលេងទឹកឬក៏ប៉ាតម្សៅទេដោយសារនេះគឺជាវប្បធម៌ថៃហើយយើងនឹងលេងល្បែងប្រជាប្រិយខ្មែរយើងដែលដូនតាយើងបន្សល់ទុកពីជាតិមុនមកបាទគឺថាចឹងដែរយើងល្បែងប្រជាប្រិយខ្មែរយើងគឺមានច្រើនខ្លាំងមែនទែនដូចជាបងអង្គញចោឈូងលាក់កសែងទីងព្រាត់ឡានឹងឡាអញ្ចឹងណាដោយសារខ្ញុំអត់សូវចាំដែររឿងល្បែងនេះនិយាយល្បែងហ្នឹងតិចពាក់ព័ន្ធដល់ល្បែងស៊ីសងងាប់យើងអស់គ្នាឯងនិយាយឲ្យស្រួលបោះតិចមកល្បែងស្អីគេបច្ចេកច្បាស់ដល់ទស្សនិកជនពួកគាត់មើលហើយទៅពេលឯងនិយាយអត់ច្បាស់អញ្ចឹងឯងគាត់យល់ច្រឡំអីវ៉ហើយយើងល្បែងប្រជាប្រិយច្រឡំអូខេបាទគឺថាការលេងទឹកនេះក៏ខ្ញុំចង់លេងដែរតែធ្វើមិនបើក្រសួងយើងបិទតែចឹងឯងមានថាលេងល្បែងជាប្រិយជាមួយបងប្អូនយើងអ្នកភូមិអ្នកជិតខាងយើងអញ្ចឹងណាបាទហើយក៏មានអ្នកទៅលេងស្រុកលេងអីដែរព្រោះឆ្នាំនេះអ្នកទាំងអស់គ្នាក៏ដឹងថារាល់ឆ្នាំចូលឆ្នាំគេទៅលេងស្រុកណាត្រូវទេហ្នឹងហើយបាទគេទៅលេងស្រុកទៅលេងពុកទៅលេងម៉ែទៅលេងតាទៅលេងយាយទៅលេងបងទៅលេងប្អូនអីអស់ហើយលេងពូមីងអីគេមិននៅនេះទេព្រោះគេត្រូវការសម្រាកទៅជួបជុំបងប្អូនគេអញ្ចឹងណាតោះយើងចូលមកដល់សាច់រឿងយើងវិញគឺយើងចង់និយាយពីបទចម្រៀងមួយចំនួនគឺថាអែមថាឆ្នាំនេះយើងមើលទៅគឺបទវណ្ដាឃើញលោកវេដឺលោកឯងឃើញបទវណ្ដាបទអីជាដើមគឺអែមឆ្នាំនេះជាហើយក៏មានបទរដងពីឆ្នាំមុនមកដែរបទពីឆ្នាំមុនគឺអត់បែលដល់សោះហ្មងគឺឲ្យតែដល់រដូវណាមួយគឺឡើងដូចរដូវភ្ជុំរដូវចូលឆ្នាំយើងរដូវអុំទូកអីហ្នឹងវាឡើងមកហើយមានបងប្អូនយើងមួយចំនួនដែរក៏គាត់សប្បាយចិត្តនឹងឆ្នាំនេះអញ្ចឹងណាហើយបងប្អូនយើងមួយចំនួនទៀតក៏មិនសប្បាយចិត្តដែរដោយសាររឿងតិចតួចហើយយើងក៏ដឹងហើយថារឿងតំណព្រំដែននេះគឺពួកអាចោសៀមវាអត់ចង់នេះហ្មងណាអ្នកគ្នាដឹងហើយទស្សនិកជនដឹងហើយបាទធ្វើមិនទេពួកអាហ្នឹងវាភ្លើអញ្ចឹងណាហើយយើងក៏ដឹងដែរថាការហែវហេមានតែហែវគ្នាលេងអីមិនដឹងទេហីនិយាយឲ្យទស្សនិកជនគេមើលណាហើយមិននិយាយហែវគ្នាលេងហើយឃើញពួកគាត់ស្គាល់អញ្ចឹងដែរតែគាត់ក៏ចូលចិត្តការហែវគ្នាលេងដែរយើងមិនអាចទំនាស់ជាមួយឯងបានទេបាទឥឡូវខ្ញុំនិយាយច្រើនខ្ញុំក៏ចង់និយាយថាក្នុង podcast នេះគឺអត់មានអីច្រើនទេគឺតែ4នាទីទេយើងនិយាយគ្នាទេតោះអញ្ចឹងណា describe គ្នាហើយបើអ្នកទាំងអស់គ្នាមិនពេញចិត្តក៏អូសរំលងទៅពួកយើងមិនក្រែងនានាសុំវល់អ្នកទាំងអស់គ្នាឲ្យមើលទេហើយខ្ញុំនឹងក្រងធ្វើវីដេអូ Q&A ដែរបើអ្នកទាំងអស់គ្នាចង់សួរអីមកសួរដាក់ក្នុង comment បានខ្ញុំនឹងអាចធ្វើចេញវីដេអូ Q&A បាទហើយថាវីដេអូខ្ញុំទោះបីជាអត់មាន view ក៏ដោយក៏ខ្ញុំនៅតែចេញដែរបាទហើយយើងក៏អត់មានអីច្រើនដែរយើងនិយាយរឿងសង្ក្រាន្តអីចឹងណាថាបងប្អូនពុកម៉ែគាត់ជួបជុំគ្នាគាត់សប្បាយជាមួយគ្នាចឹងហើយចំណែកខ្ញុំនេះវិញក៏ទៅស្រុកដែរតែខ្ញុំមិនដឹងទេ50ដោយសារអត់លុយចាយហើយប្រេងនិយាយរឿងប្រេងអញ្ចឹងដូចគេបើកច្រកវិញណាបង្កើហ្នឹងហើយគេបើកច្រកវិញហើយបើកច្រកវិញអញ្ចឹងល្មមទៅស្រុកគ្នាយើងបាទដូចយើងដល់ម៉ោងហើយបងខ្ញុំបញ្ញាប់ដែរបងអូអីទៅបាទថាវីដេអូចប់ត្រឹមប៉ុណ្្នឹងឯងគ្នាវាខ្លីទីព្រោះខ្ញុំខ្ជិល edit ផងនិយាយគ្នាបានតិចអានោះទៅជុះអាចទៅណាទៅណីបាត់អាកើនេះមិនបាននិយាយគ្នាណាគ្នាគួរដឹងបាទសូមអរគុណក៏សូមជម្រាបលា